ការដែលយើងបោះក្របស្រូវស្ងួតឲ្យមន់ស៊ីបន្តរាល់ថ្ងៃហ្នឹងគឺកំពុងតែធ្វើឲ្យយើងនឹងខាតបង់ថវិកាហើយនឹងពេលវេលាដោយមិនដឹងខ្លួនហេតុអ្វីបានខ្ញុំហ៊ាននិយាយបែបនេះក៏ព្រោះតែក្របស្រូវដែលស្ងួតហ្នឹងគឺវាមានសម្បករឹងហើយកាពះមន់យើងហ្នឹងពិបាកក្នុងការរំលាយហើយនឹងស្រូបយកវីតាមីនបានល្អប៉ុន្តែបើសិនជាបងប្អូនយកក្របស្រូវហ្នឹងយកទៅផ្អាប់ចំនួន2យប់ហើយយកវាហ្នឹងទៅបណ្ដុះឲ្យដោះចេញជាបន្លកមកវានឹងคล้ายទៅជាគ្រាប់ស្រូវដែលសម្បូរទៅដោយវីតាមីនហើយនៅពេលដែលយកទៅលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតធានាថាមាន់ស៊ីទៅមាន់នឹងឡើងសាច់លឿនហើយរោមវារលោងស្អាតមិនតែប៉ុណ្ណោះវាជួយសន្សំចៃថវិកាយើងក្នុងការទិញចំណីការុងបានល្អជាងមុនថែមទៀតតើវិធីបណ្ដុះស្រូវនឹងមានវិធីបែបណាបើបងប្អូនចង់ដឹងតោះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទងាយទេដោយជាដំបូងបងប្អូនគ្រាន់តែយកក្របស្រូវដែលយើងចង់បណ្ដុះហ្នឹងក្នុងបរិមាណដែលបងប្អូនចង់បណ្ដុះមកបងប្អូនយកវាមកលាងទឹកឲ្យស្អាតហើយរើសយកសណ្ដីលើដែនហ្នឹងចេញបន្ទាប់ពីរើសបានស្អាតហើយបងប្អូនគ្រាន់ដាក់ត្រាំវានៅក្នុងធុងហ្នឹងចំនួន2យប់មកបងប្អូនត្រាំត្រឹម2យប់ល្អជាងបើបងប្អូនត្រាំ1យប់វាមិនងាយនឹងដុះលឿនបន្ទាប់ពីបងប្អូនត្រាំបាន1យប់ឬក៏2យប់ហើយបងប្អូនគ្រាន់តែយកស្រូវដែលយើងបានត្រាំហ្នឹងយកទៅចាក់ដាក់នៅក្នុងបេមកហើយបេហ្នឹងសូមឲ្យបេដែលមានខ្យល់ចេញចូលបានល្អបើបងប្អូនអត់បេបងប្អូនអាចប្រើធុងក៏បានដែរប៉ុន្តែធុងហ្នឹងត្រូវតែយើងចោះបាតដើម្បីឲ្យទឹកវាជ្រាបបើទឹកអត់ជ្រាបចេញទេវាធ្វើឲ្យស្រូវយើងហ្នឹងរលួយអត់ដុះបានល្អទេអញ្ចឹងបើបងប្អូនមិនមានធុងទេបងប្អូនប្រើបេដូចខ្ញុំបង្ហាញហ្នឹងមកប្រើបេហ្នឹងមកហើយបងប្អូនទុកវាចំនួនតាមជាក់ស្ដែងស្រូវខ្លះក៏ប្រើពេលយូរស្រូវខ្លះក៏ប្រើពេលមិនយូរអញ្ចឹងចំនួន3យប់ឬក៏4យប់វានឹងដោះចេញប្រឡោកទុយហើយតែកុំឲ្យដោះឲ្យវែងពេកដោះវែងពេកមន់ខ្លះវាអត់ស៊ីទេអញ្ចឹងបន្ទាប់ពីយើងបានបដោះវាហើយបងប្អូនគ្រាន់តែយកស្រូវដែលយើងបដោះបានហ្នឹងបាយឲ្យមាត់ស៊ីផ្ទាល់តែម្ដងក៏បានឬក៏បងប្អូនយកទៅលាយជាមួយនឹងកន្ទក់បាយកកឬក៏មេចំណីសម្រាប់ឬក៏បន្លែផ្សេងទៀតដែលបងប្អូនមានហ្នឹងវាជួយឲ្យមាន់យើងហ្នឹងសម្បូរទៅដោយវីតាមីនប្រូតេអ៊ីនជាងមុនជាងយើងបាច់ស្រូវធម្មតាផ្ទាល់ដោយមិនបានយកទៅត្រាំឬក៏យកទៅផ្អាប់ឲ្យវាដុះហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនពេញចិត្តសូមជួយ follow ខ្ញុំម្នាក់មួយផងបាទមានតែណាគេមកសួរយើងថាហត់ឬអត់នោះទេមានតែអ្នកសួរយើងថារាល់ថ្ងៃនេះសល់អ្វីខ្លះហើយជីវិតវាបែបនេះឯងគេមើលតែលទ្ធផលទេគេមិនខ្វល់ថាអ្នកបានតស៊ូអ្វីខ្លះធ្វើបានប៉ុណ្ណានោះទេបើគ្មានលទ្ធផលប្រឹងយ៉ាងណាក៏គេមិនឲ្យតម្លៃដែររស់នៅកំពឹងអ្នកណាឲ្យសោះត្រូវចាំថាពេលជីវិតគ្មានពន្លឺកុំថាឡើយមនុស្សសូម្បីតែស្រមោលក៏ទៅចោលយ៉ាងដែរ